បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀនស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្កាំដៃបងប្អូនណាបាទអង្កាំដៃដែលយើងសាងអំពីនៃអង្គគុជឃ្មុំបងប្អូនណាបាទសាងអំពីនៃអង្គគុជឃ្មុំបាទហើយអានុភាពនៃការប្រើប្រាស់ប្រភេទនៃអង្គគុជឃ្មុំបងប្អូននឹងស្រាប់ហើយបងប្អូនណាបាទខាងស្វិតខាងគង់បាទខាងការពារបងប្អូនណាខាងសឹកសង្គ្រាមបាទបន្សាបនៅអំពើមុនខ្មៅឥឡូវនេះគឺយើងយកប្រភេទនៃអង្គគុជឃ្មុំមកសាងជាអង្កាំដៃសម្រាប់ឲ្យបងប្អូនស្រួលទុកស្រួលដាក់ស្រួលថែរក្សាស្រួលយើងពាក់ជាប់នឹងកដៃអញ្ចឹងទៅគឺយើងអត់ភ័យខ្លាចលបោតអត់ភ័យខ្លាចជ្រុះតាណាទេបងប្អូនណាយើងទៅណាមកណាយកប្រលប់ជិះឡានឬក៏ជិះម៉ូតូផ្លូវចិត្តផ្លូវឆ្ងាយអីចឹងទៅបងប្អូនណាបាទនេះគឺយើងសាងជាអង្កាំដៃគឺបាន2ខ្សែបងប្អូនណាបាទ2ខ្សែបាទតែបាន2ខ្សែនេះគឺនៅសល់តែ1ខ្សែទេបងប្អូនណាបាទមួយខ្សែគឺមានបងប្រុសនៅខាងកំពង់សោមគឺគាត់កំងឲ្យខ្ញុំធ្វើគឺឲ្យគាត់បានមួយខ្សែហើយខ្ញុំក៏ឆ្លៀតធ្វើបានមួយខ្សែទៀតបងប្អូនណាបាទអញ្ចឹងនៅក្នុងចំណោម2ខ្សែនេះគឺនៅសល់តែមួយខ្សែទេបងប្អូនណានៅសល់តែមួយខ្សែទេបាទនេះគឺជាប្រភេទនៃអង្កាំខ្សែដៃដែលយើងសាងអំពីនៃអង្គគុជឃ្មុំបងប្អូនណាមួយខ្សែនេះគឺຂະຫນាត18លីបងប្អូនណាបាទមួយខ្សែនេះគឺຂະຫນាត18លីចំណែកឯមួយខ្សែទៀតនេះគឺຂະຫນាត16លីបងប្អូនណាបាទ16លីនេះមួយខ្សែនេះគឺຂະຫນាត16លីបងប្អូនណាបាទមួយខ្សែ16លីមួយខ្សែ18លីបងប្អូនណាបាទអញ្ចឹងយើងមានຂະຫນាត18លីនិងមានຂະຫນាត16លីបងប្អូនណាຂະຫນាត16លីយើងធ្វើមិនសូវជាបានស្អាតរលោងព្រិលដូចគេមានសម្ភារៈមានប៉ូលីមានអីនោះទេបងប្អូនណាយើងធ្វើដោយដៃម្ដងមួយគ្រាប់អញ្ចឹងការធ្វើក៏មិនសូវស្អាតរលោងដូចគេដែរបងប្អូនណាក៏ប៉ុន្តែយើងអាចទទួលយកបានបងប្អូនណារបស់ដែលយើងមិនមែនពាក់លម្អខ្លួនទេបាទរបស់នេះគឺបានទាំងលម្អខ្លួនហើយយើងបានទាំងការពារខ្លួនទៀតបងប្អូនណាគឺខាងស្វិតខាងគង់បាទអញ្ចឹងយើងទោះបីជាយើងធ្វើឲ្យរលោងឲ្យរលីងរលាត់ដូចជាអង្កាំថ្មទឹកឃ្មុំថ្មអីនោះក៏មិនកើតដែរបងប្អូនណាដោយសារទី1យើងអត់មានរលីងរលោងហើយពេលដែលគាត់ឈ្ងួតគឺគាត់ឡើងពណ៌សម្បុរមកគាត់ធម្មតាវិញអញ្ចឹងបើយើងលាបទឹកឃ្មុំគឺឃើញរលោងបែបហ្នឹងបងប្អូនណាឃើញរលោងបែបហ្នឹងបាទនេះគឺជាប្រភេទនៃអង្កាំដៃដែលយើងសាងអំពីនៃអង្គគុជឃ្មុំបងប្អូនណាបាទຂະຫນាតនេះគឺຂະຫນាត18លីបងប្អូនណាបាទຂະຫນាត18លីបាទគឺយើងធ្វើដោយដៃបងប្អូនណាបាទ3ថ្ងៃទៅហើយ2ខ្សែហ្នឹងបងប្អូនណាបាទគឺ3ថ្ងៃពេញតែម្ដងទៅបាន2ខ្សែហ្នឹងបងប្អូនណាបាទមួយខ្សែទៀតគឺຂະຫນាត16លីបាទຂະຫນាត16លីនិងຂະຫນាត18លីអញ្ចឹងបានថារបស់នេះគឺយើងមិនបានជាស្អាតអីណាស់ណាទេបងប្អូនណាក៏ប៉ុន្តែយើងអាចទទួលយកបានបងប្អូនណាយើងអាចទទួលយកបានយើងយកទៅសម្រាប់ពាក់ការពារខ្លួនបងប្អូនណាយកប្រលប់ទៅណាផ្លូវចិត្តផ្លូវឆ្ងាយបងប្អូនណាបាទប្រភេទនៃអង្កាំខ្សែដៃដែលយើងសាងអំពីនៃអង្គគុជឃ្មុំហើយសូមបញ្ជាក់បងប្អូនណាបាទអង្កាំខ្សែដៃ2ខ្សែនេះគឺនៅសល់តែ1ខ្សែទេបងប្អូនណាហើយយើងតម្រាំនឹងធ្វើបាន1ខ្សែនេះគឺយូរណាស់មួយខ្សែទៀតគឺបងប្រុសនៅខាងកំពង់សោមគាត់កំងយកហើយបងប្អូនណាគាត់កំងយកហើយអញ្ចឹងយើងនៅសល់1ខ្សែទៀតបងប្អូនណាសល់1ខ្សែទៀតអញ្ចឹងបើសិនជាបងប្អូនដែលគាត់មើលឃើញហើយស្រឡាញ់ចង់បានចង់យកទៅគោរពបូជាថែអាសាឬក៏ចង់សាងជាតួអង្គអីផ្សេងឬក៏ធ្វើជាអង្កាំដៃបែបហ្នឹងអីគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាគឺលេខ Smart នឹងឯងបាទហើយក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែយកមកថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លលើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទនេះគឺជាប្រភេទនៃអង្កាំខ្សែដៃដែលយើងសាងអំពីនៃអង្គគុជឃ្មុំសុទ្ធបងប្អូនណាបាទសាងអំពីនៃអង្គគុជឃ្មុំសុទ្ធអត់លាយគុជកឌីអត់លាយល្មៀតសោកអីនោះទេបងប្អូនណាគឺយើងសាងសុទ្ធតែម្ដងបាទហើយខាងស្វិតខាងគង់បងប្អូនដឹងស្រាប់ហើយបាទ